អ្នកទាំងអស់គ្នាច្បាស់ជាមិនជឿទេថានៅលើផែនដីរបស់យើងមានភ្នំរាប់ពាន់ដែលមើលទៅដូចជាសូកូឡាហើយនេះវាមិនមែនជារឿងនៅក្នុងសុបិនទេប៉ុន្តែវាគឺជាកន្លែងពិតៗតែម្ដងកន្លែងនេះមានឈ្មោះថា Chocolate Hill វាស្ថិតនៅលើកោះ Bohol នៅឯប្រទេសហ្វីលីពីនទីនេះមានភ្នំតូចៗជាង1200ដល់1700ភ្នំដែលមានរូបរាងដូចគ្នាពេលដែលយើងមើលពីលើវាដូចជាសូកូឡាច្រើនគ្រាប់ត្រូវបានដាក់លើដីហើយភ្នំទាំងនេះមានកម្ពស់ចន្លោះពី30ដល់50ម៉ែត្រដែលធ្វើឲ្យវាមានរូបរាងស្មើៗគ្នាយ៉ាងអស្ចារ្យចំណែកឯនៅក្នុងរដូវភ្លៀងភ្នំនេះមានពណ៌បៃតងយ៉ាងស្រស់ស្អាតប៉ុន្តែនៅពេលដល់រដូវប្រាំងស្មៅនៅលើវាស្ងួតហើយវាប្រែពណ៌ទៅជាពណ៌ត្នោតអ្នកទាំងអស់គ្នានឹងអត់ហេតុអីបានជាគេហៅវាថា Chocolate Hill ស្រួលវាមើលទៅហាក់ដូចជាសូកូឡាដ៏ធំរាប់ពាន់គ្រាប់វិទ្យាសាស្ត្រប្រាប់ថាភ្នំនេះកើតឡើងពីថ្មប្រភេទ limestone ដែលត្រូវបានទឹកភ្លៀងនិងខ្យល់កាត់បន្ថយអស់រយៈពេលរាប់លានឆ្នាំការប្រែប្រួលនេះបានបង្កើតជារូបរាងមូលដូចគ្នាតែជាភាពដ៏ចម្លែកមួយដែលពិបាកឃើញនៅកន្លែងផ្សេងទៀតនៅលើពិភពលោកតាមរឿងព្រេងមួយបាននិយាយថាមានយក្សពីរបានប្រយុទ្ធគ្នាហើយបានបោះថ្មដាក់គ្នាក្រោយពេលដែលពួកគេចាប់ការប្រយុទ្ធថ្មទាំងនេះនៅសល់ហើយក្លាយជាភ្នំបែបនេះរឿងមួយទៀតវិញនិយាយថាមានយក្សមួយសោកស្ដាយពេលបាត់បង់ស្នេហាហើយទឹកភ្នែករបស់គាត់បានក្លាយជាភ្នំទាំងនេះ Chocolate Hill មិនត្រឹមតែស្រស់ស្អាតប៉ុណ្ណោះទេប៉ុន្តែវាក៏ពោពេញដោយអាចកំបាំងនឹងរឿងព្រេងផងដែរបាទអ្នកទាំងអស់គ្នាមានឱកាសតើអ្នកទាំងអស់គ្នាចង់ទៅមើលវាផ្ទាល់ដែរទេសូមខមមិនខាងក្រោមវីដេអូនេះសូមកុំភ្លេចជួយ follow និង subscribe បើសិនជាអ្នកទាំងអស់គ្នាចង់ដឹងរឿងរ៉ាវជុំវិញពិភពលោក